សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះវាជួបគ្នាទៀតហើយនៅក្នុងនេះផងដែរយើងមើលថាតើចូលឆ្នាំហើយនេះចិត្តរបស់គាត់ចង់មករកបងប្អូនទាំងអស់គ្នាដែរឬទេតើចូលឆ្នាំហើយចិត្តរបស់គាត់ចង់មករកអ្នកទាំងអស់គ្នាដែរអត់តើគាត់នឹងមានការផ្លាស់ប្ដូរការគិតដែរឬទេថាចង់មករកអ្នកទាំងអស់គ្នាដែរឬទេនៅក្នុងពេលវេលាហ្នឹងដូច្នេះហើយយើងចូលមើលទាំងអស់គ្នាថាតើមនុស្សម្នាក់ហ្នឹងគាត់មានអារម្មណ៍បែបណាដែរជាមួយនឹងបងប្អូនទាំងអស់គ្នានៅក្នុងពេលឥឡូវហ្នឹងបន្ទាប់ពីចូលឆ្នាំហើយគាត់មានអារម្មណ៍ការគិតបែបណាហើយចង់មករកអ្នកទាំងអស់គ្នាលឿនឆាប់ដែរឬទេថាតើចិត្តរបស់គាត់ហ្នឹងចង់មករកអ្នកទាំងអស់គ្នាអត់ហើយនៅមានអ្នកទាំងអស់គ្នាទេសម្រាប់អារម្មណ៍របស់គាត់មើលឃើញថាគាត់នៅតែស្ដាយក្រោយអំពីកំហុសរបស់គាត់ដែលគាត់បានទម្លាក់កំហុសដាក់បងប្អូនទាំងអស់គ្នានឹងដូច្នេះហើយអ្នកទាំងអស់គ្នានឹងដឹងច្បាស់ហើយថាមនុស្សម្នាក់ហ្នឹងគាត់បានធ្វើអ្វីខុសខ្លះដែលបានទម្លាក់កំហុសដាក់អ្នកហ្នឹងពីព្រោះនៅក្នុងនេះមើលឃើញថាគាត់ក៏ស្ដាយក្រោយដែរវាជាកំហុសរបស់គាត់ប៉ុន្តែគាត់បានទម្លាក់កំហុសទាំងអស់ហ្នឹងដាក់បងប្អូនទាំងអស់គ្នាទៅវិញវាធ្វើឲ្យគាត់ហ្នឹងមានការដកជាប់ឬក៏មានការនឹកឃើញរាល់កំហុសដែលគាត់បានធ្វើដាក់បងប្អូនទាំងអស់គ្នាហ្នឹងដូច្នេះហើយធ្វើឲ្យគាត់ថារៀងល្អៀសខ្លួនដែរជាមួយនឹងទង្វើរបស់គាត់ហើយអ្វីដែលសំខាន់មនុស្សម្នាក់ហ្នឹងមើលឃើញថាចិត្តរបស់គាត់ផ្ទាល់គឺគាត់ចង់មករកបងប្អូនទាំងអស់គ្នាវិញគឺគាត់ចង់មករកអ្នកទាំងអស់គ្នាវិញអ្វីដែលបាត់បង់ហ្នឹងគឺគាត់នឹងត្រឡប់យកមកវិញមិនថាជាស្នេហាជាអ្នកទាំងអស់គ្នាឬក៏ជាអ្វីក៏ដោយអ្វីដែលបានបាត់បង់រវាងអ្នកហើយនឹងគាត់ហ្នឹងគាត់នឹងយកវាត្រឡប់មកវិញពីព្រោះនៅក្នុងនេះមើលឃើញថាចិត្តរបស់គាត់ផ្ទាល់គឺគាត់ចង់មករកបងប្អូនទាំងអស់គ្នាទេប៉ុន្តែបើសិនជាគាត់អត់ទាន់មករកអ្នកទាំងអស់គ្នាបានភ្លាមគឺដោយសារតែមានបញ្ហានិងឧបសគ្គច្រើននៅក្នុងពេលវេលាហ្នឹងទើបធ្វើឲ្យគាត់អត់អាចមករកអ្នកទាំងអស់គ្នាបានលឿនឆាប់ប៉ុន្តែនៅក្នុងចិត្តគាត់ផ្ទាល់គាត់ឃើញថាគាត់នឹងយកអ្វីដែលបានបាត់បង់ត្រឡប់ទៅវិញមិនថាអ្នកទាំងអស់គ្នាឬក៏ជាតំណែងស្នេហាដែលគាត់កំពុងមានជាមួយនឹងបងប្អូនទាំងអស់គ្នានឹងហើយដូច្នេះហើយមើលឃើញថាគាត់ចង់យកអ្នកទាំងអស់គ្នាត្រឡប់ចូលក្នុងជីវិតគាត់វិញដូច្នេះបើសិនយើងសួរថាតើគាត់ចង់មករកអ្នកអត់មានន័យថាគាត់ចង់មករកអ្នកគឺគាត់ចង់មករកអ្នកទាំងអស់គ្នាហើយមិនត្រឹមតែប៉ុណ្ណោះទៀតមើលឃើញថារវាងអ្នកហើយនឹងគាត់គឺអ្នកទាំងពីរដឹងអំពីគ្នាទៅវិញទៅមកដែរសម្រាប់អ្នកទាំងអស់គ្នាគឺឃើញថាអ្នកទាំងអស់គ្នាក៏ដឹងអំពីគាត់ថាគាត់ជាមនុស្សដែលមានជំរឿសច្រើននៅក្នុងរឿងស្នេហានៅក្នុងចំណោមហ្នឹងក៏មានអ្នកទាំងអស់គ្នាដែរដូចនេះមើលឃើញថាអ្នកទាំងពីរគឺមានការយល់ពីគ្នាច្រើនប៉ុន្តែអានថាស្នេហាមួយហ្នឹងវាពិបាកក្នុងការជ្រើសរើសសម្រាប់ខ្លួនគាត់ផងដែរប៉ុន្តែយ៉ាងណាក៏ដោយក៏អ្នកទាំងអស់គ្នាបានដឹងច្បាស់ថាគាត់ជាមនុស្សប្រភេទបែបណាដែរដូច្នេះហើយមើលឃើញថាមនុស្សម្នាក់ហ្នឹងគាត់ចង់ប្រាប់ថាខ្លួនគាត់ហ្នឹងមានជំរឿសច្រើនពិតមែនប៉ុន្តែគាត់អត់ដឹងថាត្រូវធ្វើបែបណាល្អប្រសើរទេប៉ុន្តែនៅក្នុងនេះផ្ទាល់មើលឃើញថាការគិតរបស់គាត់គឺគាត់ចង់មករកអ្នកទាំងអស់គ្នាឥឡូវយើងមកមើលសកម្មភាពបន្ទាប់ទៀតថាតើគាត់ចង់មានន័យយ៉ាងម៉េចជាមួយនឹងបងប្អូនទាំងអស់គ្នាក្រោយពេលចូលឆ្នាំថ្មីហើយនេះមើលឃើញថាគាត់នឹកបងប្អូនទាំងអស់គ្នាគាត់នឹកឃើញរាល់តំណែងដែលកើតឡើងរវាងអ្នកហើយនឹងគាត់អ្វីដែលសំខាន់មើលឃើញថាមនុស្សម្នាក់ហ្នឹងគឺគាត់មានការនឹកគិតដល់អ្នកទាំងអស់គ្នាច្រើនអញថាគាត់តែគាត់បើកភ្នែកឡើងគាត់មានការនឹកគិតដល់អ្នកទាំងអស់គ្នាបាត់ហើយពីព្រោះសម្ព័ន្ធភាពរបស់អ្នកហើយនឹងគាត់មានការជាប់ជំពាក់គ្នាខ្លាំងដែរទោះបីជាមានការបែកគ្នាក៏ពិតមែនប៉ុន្តែមានរឿងមួយចំនួនដែលអត់ទាន់អាចកាត់ផ្ដាច់បាននោះទេដូច្នេះហើយគាត់កំពុងតែនឹកបងប្អូនទាំងអស់គ្នាហើយអ្វីដែលសំខាន់នៅក្នុងពេលឥឡូវនេះគឺគាត់គិតថាអ្នកហើយនឹងគាត់គឺកំពុងតែនៅឆ្ងាយគ្នាពិតមែនអ្វីដែលសំខាន់គាត់អាចបានចូលចិត្ត
ឬក៏ចូលក្បែរខ្លួនអ្នកទាំងអស់គ្នាដូចមុនទៀតទេអ្នកទាំងពីរនៅពេលនេះកំពុងតែនៅឆ្ងាយគ្នាខ្លាំងហើយគាត់គិតថាបងប្អូនទាំងអស់គ្នានៅពេលឥឡូវហ្នឹងអាចនឹងថាកំពុងតែមានការបិទចិត្តជាមួយនឹងខ្លួនគាត់ផងដែរហើយនៅក្នុងនេះគាត់កំពុងតែគិតថាគាត់កំពុងតែអាចគិតថាអ្នកទាំងអស់គ្នាគឺមានការលាក់បាំងផងដែរនៅពេលដែលបែកគ្នាហើយអ្នកទាំងអស់គ្នាអាចនឹងមានការលាក់បាំងណាម្នាក់ទៀតដែលឲ្យគាត់ដឹងឬក៏ខ្លួនគាត់ផ្ទាល់អាចថាខ្លួនគាត់ផ្ទាល់មានការលាក់បាំងនរណាម្នាក់ផ្សេងដែលឲ្យអ្នកទាំងអស់គ្នាដឹងដូច្នេះនៅក្នុងនេះគឺមានន័យពីរបើសិនជាបងប្អូនទាំងអស់គ្នាអត់មានលាក់បាំងនរណាទេគឺខ្លួនគាត់ផ្ទាល់ទេដែលមានការលាក់បាំងឬក៏មានការអត់មានរឿងអ្វីមួយយ៉ាងដែលគាត់មានការលាក់បាំងបងប្អូនទាំងអស់គ្នាឲ្យអ្នកទាំងអស់គ្នាដឹងហ្នឹងប៉ុន្តែគឺពាក់ព័ន្ធជាមួយនឹងមនុស្សដូច្នេះហើយបើមិនអ្នកទាំងអស់គ្នាអត់មានការជួបរឿងបែបហ្នឹងទេគឺខ្លួនគាត់ផ្ទាល់អញថាជាមនុស្សម្នាក់នឹងច្រើនជាងដូច្នេះហើយនេះគឺជាបញ្ហាជាឧបសគ្គដែលគាត់អត់ទាន់អាចមករកបងប្អូនទាំងអស់គ្នាបានភ្លាមដូច្នេះហើយយើងមកមើលស្លឹកកាតបន្ទាប់ទៀតថាតើគាត់ចង់មានន័យយ៉ាងណាចំពោះបងប្អូនទាំងអស់គ្នាសម្រាប់នៅក្នុងនេះផ្ទាល់មើលឃើញថាចិត្តរបស់គាត់អារម្មណ៍របស់គាត់គឺនៅចង់មានអ្នកទាំងអស់គ្នានៅក្នុងជីវិតគាត់នៅឡើយទេអ្វីដែលសំខាន់ចង់មានអ្វីល្អៗជាមួយនឹងបងប្អូនទាំងអស់គ្នាទៀតផងចង់ចែករំលែកជីវិតដែលអ្នកទាំងអស់គ្នាដែលគាត់ធ្លាប់មានជាមួយនឹងបងប្អូនទាំងអស់គ្នាអញថានៅពេលដែលគាត់ជួបរឿងល្អគាត់មានការនឹកឃើញដល់បងប្អូនទាំងអស់គ្នាផងដែរដូច្នេះហើយគាត់ចង់មានអ្នកទាំងអស់គ្នានៅក្នុងជីវិតគាត់នៅឡើយទេនៅក្នុងពេលវេលាឥឡូវហ្នឹងឬក៏នៅក្នុងចិត្តគាត់ចង់មានអ្នកទាំងអស់គ្នាចង់មានអ្វីល្អជាមួយអ្នកចង់ចែករំលែករឿងល្អនៅក្នុងជីវិតជាមួយបងប្អូនទាំងអស់គ្នាតែនៅក្នុងពេលនេះស្ថានភាពគាត់អាចថាជួបរឿងល្អច្រើនផងដែរមិនថាពាក់ព័ន្ធនឹងការងារទេហើយថានៅក្នុងនេះពាក់ព័ន្ធនឹងការងារនិងលើកាក់របស់គាត់ដូច្នេះនៅពេលដែលគាត់ល្អអាចថាគាត់នឹកឃើញដល់បងប្អូនទាំងអស់គ្នាផងដែរហើយនៅក្នុងនេះផ្ទាល់មើលឃើញថានៅក្នុងពេលឥឡូវនេះគឺគាត់ចង់ដឹងពីសុខទុក្ខនិងស្ថានភាពរបស់បងប្អូនទាំងអស់គ្នាខ្លាំងមែនទែននៅពេលដែលគាត់នៅឆ្ងាយពីអ្នកទាំងអស់គ្នាគាត់ចង់ដឹងពីអ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នានឹងមានស្ថានភាពបែបណាហើយមានសុខទុក្ខយ៉ាងណាដែរនៅពេលអត់មានវត្តមានគាត់នៅចិត្តនៅក្បែរបងប្អូនទាំងអស់គ្នាដូច្នេះហើយមើលឃើញថាគាត់មានការព្រួយបារម្ភពីបងប្អូនទាំងអស់គ្នាច្រើនគ្រាន់តែថាគាត់អាចធ្វើអ្វីបានលើសពីនោះពីព្រោះនៅក្នុងនេះមើលឃើញថាគម្លាតរយៈចម្ងាយរវាងអ្នកហើយនិងគាត់គឺនៅឆ្ងាយគ្នាខ្លាំងទោះបីជានៅចិត្តគ្នាក៏ដោយប៉ុន្តែមើលឃើញថាអ្នកទាំងអស់គ្នាហាក់បីដូចជាបិទចិត្តខ្លាំងមែនទែនអ្នកទាំងអស់គ្នាអាចថាមានការដាក់រនាំងដែលឲ្យគាត់ចូលមកចិត្តចូលមកក្បែរខ្លួនអ្នកទាំងអស់គ្នាបានទេទោះបីជាចិត្តអ្នកទាំងអស់គ្នានៅចង់ដឹងឮពីស្ថានភាពរបស់គេក៏ដោយប៉ុន្តែអ្នកទាំងអស់គ្នានៅតែមានសញ្ញាខណ្ឌសម្រាប់ខ្លួនឯងរវាងអ្នកហើយនិងគាត់ដូច្នេះហើយអញថានៅក្នុងនេះផ្ទាល់ចិត្តគាត់ផ្ទាល់គឺគាត់ចង់មានអ្នកទាំងអស់គ្នានៅក្នុងជីវិតគាត់គ្រាន់តែថាពេលវេលានេះគឺមានបញ្ហាចូលហ្នឹងគឺថាគឺមានមនុស្សចូលមកពាក់ព័ន្ធនៅក្នុងតំណែងមួយហ្នឹងហើយគាត់ក៏អត់ទាន់អាចដោះស្រាយបានដែរប៉ុន្តែគាត់បានបដិញ្ញាចិត្តហើយថាអ្វីដែលបានបាត់បង់គាត់នឹងត្រឡប់យកមកវិញឲ្យបានពីព្រោះនៅក្នុងរឿងទាំងអស់នេះកើតឡើងទាំងអស់នេះវាជាកំហុសរបស់គាត់ទទួលស្គាល់គាត់ព្រមទទួលស្គាល់ពីព្រោះថាកំហុសទាំងអស់ហ្នឹងគឺជាកំហុសរបស់គាត់ហើយមិនត្រឹមតែប៉ុណ្ណោះមើលឃើញថានៅក្នុងនេះមនុស្សម្នាក់ហ្នឹងគាត់អាចថារៀងមានជំរឿសច្រើនក៏ពិតមែនមានការលាក់បាំងមានការកុហកបងប្អូនទាំងអស់គ្នាហ្នឹងគឺពិតជាមានពិតមែនប៉ុន្តែអ្វីដែលសំខាន់ក្នុងចិត្តគាត់ផ្ទាល់គឺថាគាត់អត់ទាន់បំភ្លេចបងប្អូនទាំងអស់គ្នាបានទេអ្នកទាំងអស់គ្នានៅតែមាននៅក្នុងចិត្តគាត់ដដែលអ្វីដែលសំខាន់គាត់នឹកអ្នកទាំងអស់គ្នាខ្លាំងទៀតផងនៅក្នុងពេលឥឡូវនេះគ្រាន់តែថាអ្នកទាំងអស់គ្នាទេដែលមានការបាំងរនាំងឬអាចថាមានការបិទចិត្តអំពីខ្លួនគាត់
អត់ឲ្យខ្លួនគាត់ចូលមកចិត្តចូលមកក្បែរខ្លួនអ្នកទាំងអស់គ្នានោះពីព្រោះអ្នកទាំងអស់គ្នាគិតថាគាត់នៅពេលឥឡូវហ្នឹងគាត់នៅតែអត់ស្មោះត្រង់ជាមួយបងប្អូនទាំងអស់គ្នាអ្នកទាំងអស់គ្នានៅតែគិតថាគាត់នៅតែមានអាថ៌កំបាំងជាមួយនឹងអ្នកទាំងអស់គ្នាដដែលដូច្នេះហើយធ្វើឲ្យបងប្អូនទាំងអស់គ្នាមានការបិទចិត្តអំពីគាត់ហើយមិនត្រឹមតែប៉ុណ្ណោះទៀតមើលឃើញថាមនុស្សម្នាក់ហ្នឹងគាត់នៅតែចង់មានអ្នកទាំងអស់គ្នានៅក្នុងជីវិតគាត់ដដែលអ្វីដែលសំខាន់ចង់ចែករំលែករឿងល្អៗជាមួយបងប្អូនទាំងអស់គ្នាហើយចង់ដឹងសុខទុក្ខពីបងប្អូនទាំងអស់គ្នាទៀតនៅក្នុងពេលឥឡូវហ្នឹងតែអ្នកទាំងអស់គ្នាហ្នឹងមានស្ថានភាពបែបណាដែរមានភាពរីករាយនៅក្នុងជីវិតដែរឬទេនៅពេលដែលអត់មានវត្តមានគេនៅក្នុងជីវិតរបស់អ្នកដូច្នេះហើយនៅក្នុងពេលនេះមើលឃើញថាមនុស្សម្នាក់ហ្នឹងគឺគាត់ចង់មករកអ្នកទាំងអស់គ្នាគ្រាន់តែថានៅពេលវេលានេះគឺមានឧបសគ្គចូលមករារាំងដែលធ្វើឲ្យបង្អាក់ដំណើរការក្នុងការមករកបងប្អូនទាំងអស់គ្នាលឿនហើយអ្វីដែលសំខាន់មនុស្សអ្នកទាំងអស់គ្នាមើលឃើញថាបើអ្នកទាំងអស់គ្នានៅសម្លឹងឃើញថាគាត់នឹងអត់ទាន់មានភាពស្មោះត្រង់ចំពោះអ្នកទាំងអស់គ្នាទេគឺថាអ្នកទាំងអស់គ្នាក៏មិនបើកចិត្តទទួលយកគាត់ដែរបើសិនជាអ្នកទាំងអស់គ្នានៅដឹងថាគាត់នៅតែមានអាចកំបាំងជាមួយអ្នកទាំងអស់គ្នាឬក៏នៅជាប់ពាក់ព័ន្ធរឿងអញ្ញាញ៉ៃផ្សេងនេះគឺជាអ្នកទាំងអស់គ្នាដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីអត្ថន័យនៃវីដេអូមួយនេះប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាតើគាត់ចង់មករកអ្នកទាំងអស់គ្នាអត់គឺគាត់នឹងមករកបងប្អូនទាំងអស់គ្នាប៉ុន្តែយូរឆាប់គឺត្រូវការរយៈពេលគាត់ដោះស្រាយបញ្ហារបស់គាត់ពេលគាត់អាចមកដោយភាពញញញ៉ៃបានទេដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីអត្ថន័យនៃវីដេអូមួយនេះអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនាវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងាររឿងលុយកាក់និងរឿងស្នេហាផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតចា៎អរគុណ